ជាង100ឆ្នាំហើយពុំធ្លាប់មានរដូវក្តៅណាក្តៅដូចឆ្នាំនេះទេនៅក្នុងប្រទេសកូរ៉េហើយប្រជាជនដែលរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យគឺមានជាង2000នាក់សម្រាប់អ្នកដែលបាត់បង់ជីវិតគឺមានជាង20នាក់ហើយបងប្អូនក្នុងនោះក៏មានបងប្អូនខ្មែរយើងដែរដែលបាត់បង់ជីវិតដោយសាររលកកម្ដៅនៅក្នុងវីដេអូនេះខ្ញុំចង់បញ្យល់បងប្អូនពីរបៀបការពារខ្លួនកុំឲ្យយើងដួលសន្លប់ដោយសាររលកកម្ដៅព្រោះមុននឹងយើងដួលសន្លប់សារពាង្គកាយយើងក៏មានសញ្ញាប្រកាសអាសន្នឲ្យយើងត្រៀមខ្លួនការពារខ្លួនបងប្អូនទាំងអស់គ្នាដឹងទេថានៅពីក្រោយប្រាក់ខែ1000ដុល្លារនៅក្នុងរដូវក្តៅនេះមានខ្មែរមិនតិចអ្នកទេដែលបានដួលសន្លប់ដោយសារតែរលកកម្ដៅមូលហេតុដែលគាត់ដួលសន្លប់ទី1នោះគឺដោយសារតែគាត់អត់បានស្វែងយល់ពីការឲ្យសញ្ញារបស់សារពាង្គកាយឬក៏សញ្ញាប្រកាសអាសន្នរបស់សារពាង្គកាយបងប្អូនទាំងអស់គ្នានៅក្នុងខួរក្បាលយើងមានក្រពេញសំខាន់មួយដែលហៅថាក្រពេញ hypothalamus ដែលមាននីតិសំខាន់មួយនោះគឺគ្រប់គ្រងប្រព័ន្ធសីតុណ្ហភាពក្នុងសារពាង្គកាយនៅពេលដែលយើងនៅក្រោមកម្ដៅថ្ងៃខ្លាំងហើយយូរពេកនោះក្រពេញនេះបញ្ជាឲ្យផលិតញើសដើម្បីទប់ទល់ជាមួយសីតុណ្ហភាពខាងក្រៅប៉ុន្តែនៅពេលដែលបងប្អូនអត់ព្រមសម្រាកសោះហើយការចេញញើសច្រើនពេករហូតដល់ហួសដែនកំណត់ធ្វើឲ្យមុខងារ cooling system នៅក្នុងខ្លួនប្រាណរបស់យើងឬក៏ប្រព័ន្ធបញ្ចុះកម្ដៅនោះលែងដំណើរការពេលនោះគឺបងប្អូនដួលសន្លប់តែម្ដងប៉ុន្តែមុននឹងយើងដួលសន្លប់ក៏មានសញ្ញាមួយប្រកាសអាសន្នមកប្រាប់យើងដែរដូចជាវិលមុខតិចតិចចង់ក្អួតឬក៏បងប្អូនស្វាំងភ្នែកដូច្នេះបើពេលមានសញ្ញាបែបនេះកើតឡើងហើយបងប្អូនគួរតែប្រកាសឬក៏ហៅមិត្តភ័ក្តិដែលធ្វើការចិត្តគ្នានោះឲ្យជួយបងប្អូនទៅសម្រាកឬក៏រកកន្លែងដែលត្រជាក់សរុបមកវិញរោគសញ្ញាដែលកើតមកពីការដួលសន្លប់ដោយរលកកម្ដៅគឺទី1សីតុណ្ហភាពក្នុងខ្លួនប្រាណយើងឡើងក្ដៅលើសពី40អង្សាសេទី2យើងមានការឈឺក្បាលខ្លាំងទី3យើងវិលមុខទី4ពិបាកដកដង្ហើមទី5ក្តៅហើយស្បែកឡើងពណ៌ក្រហមហើយបើយើងមិនបានសម្រាកទាន់ពេលវេលាទេគឺបងប្អូនដួលសន្លប់តែម្ដងវិធីការពារខ្លួនពីរលកកម្ដៅដែលមានប្រសិទ្ធភាពជាងគេទី1គឺបងប្អូនត្រូវតែញ៉ាំទឹកជាប្រចាំគឺគេណែនាំឲ្យបងប្អូនញ៉ាំទឹកជារៀងរាល់15ទៅ20នាទីម្ដងហើយទី2បងប្អូនត្រូវតែសម្រាកជាប្រចាំដែរជាទូទៅគឺយើងត្រូវសម្រាកឲ្យបានយ៉ាងហោច30ទៅ1ម៉ោងម្ដងហើយចំណុចទី3សំខាន់នោះគឺសម្លៀកបំពាក់សមស្របគឺបងប្អូនត្រូវមានមួកនិងខោអាវដែលស្ដើងសមល្មមជាមួយនឹងអាកាសធាតុចំពោះបងប្អូនដែលធ្វើផ្នែកសំណង់និងកសិកម្មគឺគាត់មានអាវកង្ហាលហើយក្នុងប្រភេទអាវហ្នឹងគឺមានខ្យល់បាញ់ចូលក្នុងអាវហើយមានប្រភេទអាវផ្សេងទៀតដែលអាចដាក់ដុំទឹកកកឬក៏ ice pack ចូលក្នុងនឹងទៀតសម្រាប់ការទិញបងប្អូនអាចឆាតសួរបានខ្ញុំអាចជួយទិញកំងជូនបាន